មានលុយហើយពិបាកផ្ញើទៅស្រុកខ្មែរទៀតពុកម៉ែបងប្អូនការផ្ទេរលុយពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជាពេលដែលមានបងប្អូនយើងទៅលេងនៅក្នុងប្រទេសកម្ពុជាយើងកាន់លុយបានតែចំនួន$10000តែប៉ុណ្ណោះពុកម៉ែបងប្អូនបើលើសពីហ្នឹងទៅគឺអត់បានទេរត់គេចាប់អញ្ចឹងមិនអាចវិចលុយថា4-50000ទៅលេងស្រុកខ្មែរចាយនៅស្រុកខ្មែរឲ្យអស់ដៃម្ដងអត់ទេពុកម៉ែបងប្អូនពលរដ្ឋាភិបាលនៅក្នុងទឹកដីអាមេរិកនេះគឺគេគ្រប់គ្រងទៅលើលុយអញ្ចឹងពុកម៉ែបងប្អូនមិនដោយស្រុកយើងមាន4-50000ឬក៏$10000យើងស្ពាយដាក់ស្បោងដាក់វលីកាន់ទៅណាក៏បានដែរណាពុកម៉ែបងប្អូនតែនៅស្រុកអាគាំងនេះអត់បានទេណាកាន់លុយច្រើនហ្នឹងគេសួរយើងថាយើងបានលុយមកពីណាគេស្រាវជ្រាវយើងគេខ្លាចយើងទៅប្លន់គេខ្លាចយើងទៅលួចលុយពីណាមកអញ្ចឹងណាហើយអ្វីដែលពិសេសគឺគេខ្លាចយើងលាងលុយកខ្វក់មានន័យថាបានអំពើទុច្ចរិតផ្សេងមិនលួចឆក់ប្លន់អីលាក់នឹងលាក់អញ្ចឹងទៅគេប្រវាញ់គេជាដើមអញ្ចឹងទៅហើយបងប្អូនកុំច្រឡំថាបានលុយហើយផ្ញើទៅស្រុកខ្មែរទាំងម៉ឺនមិនងាយទេណាពុកម៉ែបងប្អូនមិនងាយបានផ្ញើទេទោះបីមានលុយក៏ដោយរអ្នកផ្ញើពីស្រុកខ្មែរទៅស្រុកអាមេរិកហ្នឹងគឺយើងបានតែម្នាក់$10000ទេហើយយើងផ្ញើតាម Western Union ពីមុនមកហ្នឹងផ្ញើ2000អញ្ចឹងហ្នឹងគឺបានតែម្ដងហ្នឹងឯងពុកម៉ែបងប្អូនថាយើងផ្ញើញឹកហ្នឹងគឺខាងរដ្ឋគេសួរថាយើងនឹងផ្ញើលុយទៅណាហើយផ្ញើដើម្បីអីហើយបានលុយនឹងយកទៅធ្វើអីសួរយើងខ្ទេចខ្ទាណាពុកម៉ែបងប្អូនព្រោះអាមេរិកមានបទពិសោធន៍ទៅលើរឿងលុយនឹងកាលពីមុនឆ្នាំ2001ហ្នឹងគឺមិនអីទេពុកម៉ែបងប្អូនក្រោយពីការវាយប្រហារទៅលើអគារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលជាបេះដូងនៃទីប្រជុំជនក៏ដូចជាបេះដូងនៃកន្លែងធ្វើពាណិជ្ជកម្មគេហៅ World Trade Center ណាពុកម៉ែបងប្អូនបន្ទាប់ពីការវាយប្រហារដោយពួកភេរវកម្មនោះមកសហរដ្ឋអាមេរិកបានកំណត់ក៏ដូចជាបានបង្កើតច្បាប់មួយគ្រប់គ្រងទៅលើថវិកាគឺកំណត់មិនឲ្យប្រជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅក្នុងទឹកដីអាមេរិកនឹងអាចផ្ទេរលុយទៅក្រៅប្រទេសបានច្រើន$10000នោះទេព្រោះសហរដ្ឋអាមេរិកខ្លាចប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសនឹងឯងផ្ញើលុយនឹងឯងដើម្បីផ្គត់ផ្គង់ទៅកាន់ពួកភេរវកម្មក៏ដូចជាប្រើប្រាស់ក្នុងផ្លូវខុសដើម្បីបានលុយនឹងហើយវាយប្រហារមកលើសហរដ្ឋអាមេរិកវិញអញ្ចឹងចង់មិនចង់ពុកម៉ែបងប្អូនសហរដ្ឋអាមេរិករងគ្រោះពីការវាយប្រហារនៅ World Trade Center កាលពីឆ្នាំ2001នឹងហើយមកសហរដ្ឋអាមេរិកក៏បានបង្កើតច្បាប់ទាក់ទងនឹងការកំណត់ឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិក៏ដូចជាអាចយកថវិកាទៅក្រៅប្រទេសបាននឹងឯងគឺចំនួនតែ$10000តែប៉ុណ្ណោះពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនឃើញអ្នកនៅអាមេរិកផ្ញើលុយទៅស្រុកខ្មែរបានម្ដង2000តាម Western Union ឬក៏តាមបងប្អូនដែលមានអ្នកលេងនៅស្រុកអាមេរិកហើយត្រឡប់ទៅស្រុកខ្មែរវិញអញ្ចឹងណាគាត់ជួយផ្ញើតាមនោះទៅហើយបងប្អូនខ្លះហ្នឹងក៏គាត់ទៅដល់ខ្លួនឯងផ្ទាល់តែម្ដងសម្រាប់បានលុយហ្នឹងទៅទិញដីឬក៏ពង្រីកអាជីវកម្មឲ្យផ្សេងអញ្ចឹងទៅតែបើយើងមានអាជីវកម្មដោយស្របច្បាប់យើងក៏អាចផ្ទេរលុយពីស្រុកខ្មែរមកសហរដ្ឋអាមេរិកបានច្រើន$10000ផងដែរពុកម៉ែបងប្អូននេះអត់មានចង់សម្ដៅតែបើសិនបើពុកម៉ែបងប្អូនជាអ្នកធ្វើពាណិជ្ជកម្មនឹងឲ្យមានក្រុមហ៊ុននៅក្នុងដៃសម្រាប់ការបង្វិលប្រាក់ក៏ដូចជាទិញតំណែងអីផ្សេងអញ្ចឹងទៅដែលសហរដ្ឋអាមេរិកគេទទួលស្គាល់ដែលសហរដ្ឋអាមេរិកគេបញ្ជាក់ឬក៏ស្នើសុំឯកសារអីផ្សេងដើម្បីបញ្ជាក់ថាយើងពិតជា businessman មែនពិតជាអ្នករកស៊ីមែនយើងអាចផ្ញើលុយទៅបានច្រើនពីអាមេរិកមកខ្មែរពីខ្មែរមកអាមេរិកដើម្បីពង្រីកពាណិជ្ជកម្មឬក៏ធ្វើ business នៅក្នុងទឹកដីអាមេរិកអញ្ចឹងទៅតែបើប្រជាពលរដ្ឋសាមញ្ញដូចជា admin ដូចជាពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែមើលនេះគឺយើងមិនអាចលើសពី$10000ទេខ្លះទៅគាត់ឆ្លាតណាពុកម៉ែបងប្អូនដឹងមិនទេពេលដែលគាត់ទៅលេងនៅស្រុកខ្មែរគាត់ដឹងថាយកលុយទៅមិនបានច្រើនអញ្ចឹងគាត់ហ្នឹងហើយគាត់ទៅទិញខ្សែកមួយតលឹងពីរតលឹងអញ្ចឹងទៅគាត់ពាក់ទៅស្រុកខ្មែរអញ្ចឹងទៅហើយគាត់ធ្វើខ្សែដៃហ្នឹងមួយតលឹងអីអញ្ចឹងដែរទៅហើយចិញ្ចៀនគាត់ហ្នឹងចិញ្ចៀនពេជ្រហ្នឹងហើយក្បែរ$10000អញ្ចឹងទៅគាត់ពាក់ទៅហើយគាត់មានលុយ$10000នៅក្នុងខ្លួនអញ្ចឹងទៅពេលដែលទៅដល់គេសួរយើងថាយើងមានលុយប្រហែលយកចេញទៅក្រៅប្រទេសយើងប្រាប់គេ$20,000ឬក៏$10,000អញ្ចឹងទៅ
គេរាប់មើលហើយបើអញ្ជៀនបើថែកននៅលើដៃយើងគេអត់រាប់ទេដោយសារតែគេគិតថានោះគឺជាគ្រឿងលម្អខ្លួនរបស់យើងនេះគឺជាវិធីសាស្ត្រមួយដែលបងប្អូនខ្មែរយើងគាត់អាចយកលុយទៅបានគ្រាន់បើដែរទៅស្រុកខ្មែរណាបងប្អូនតែបើសិនជាយើងទិញមាស4 10តលឹងឯដាក់ទៅក្នុងវ៉ាលីអត់បានទេណាបងប្អូនគេថាយើងរត់ពុនមាសវិញហើយអញ្ចឹងមកលេមិនមកអាចមើលមកសំរុំនឹងឲ្យខ្សែកនឹងអាច2G ឬក៏3 4តលឹងអីចឹងទៅហ្នឹងហើយដូចធំពេកណាពុកម៉ែ9ពាក់កាប់មកបាត់ហើយហ្នឹងហើយមកតលឹងអញ្ចឹងណាហ្នឹងហើយមកតលឹងអញ្ចឹងទៅអញ្ជៀន 5G អីចឹងទៅហ្នឹងហើយបើសិនជាយើងឆ្លាញ់មាសណាបើបងប្អូនឆ្លាញ់ពេជ្រអីធ្វើការស្រុកអាមេរិកសំទៅទិញជំនាញពេជ្រមកវង10000ឬក៏20000ដុល្លារហ្នឹងទៅពាក់នៅជាប់ដៃទៅហ្នឹងហើយអារបស់អញ្ចឹងគឺប៉ូលីសគេអត់សួរនាំទេព្រោះគេគិតថាយើងពាក់លម្អខ្លួនយើងពាក់សម្រាប់តុបតែងខ្លួនយើងអញ្ចឹងណាជួនណានាឡិកាដៃមួយតម្លៃតែ200,000អីអញ្ចឹងណាបងប្អូនហ្នឹងហើយបើពុកម៉ែបងប្អូនមានលុយទិញដល់លានដុល្លារហ្នឹងក៏ល្អដែរអាហ្នឹងគេអត់ចាប់ទេដោយសារតែគេគិតថាគឺជាគ្រឿងតុបតែងលម្អខ្លួនតែបើបងប្អូនទិញនាឡិកាម្ដងលេង20នាឡិកាហើយយកទៅស្រុកខ្មែរអាហ្នឹងអត់មានក៏មិនដែលជួបប្រទះដែរថាគេចាប់ឬក៏មិនចាប់អញ្ចឹងណាតែភាគច្រើនបើសិនជាយើងទិញហើយយើងយកទៅស្រុកខ្មែរដូចអីទេពុកម៉ែបងប្អូនតែបើសិនយើងទិញពីស្រុកខ្មែរយកចូលមកក្នុងស្រុកអាមេរិក10 20គ្រឿងអីគឺគេអត់គិតថាយើងពាក់ទេគេគិតថាយើងយកមកលក់យើងយកមកហ្នឹងហើយមកចែកចាយនៅក្នុងទឹកដីអាមេរិកហ្នឹងប្រហែលគេចាប់ហ្នឹងហើយពុកម៉ែបងប្អូនតែបើសិនជាយើងទិញមួយគ្រឿងពីរគ្រឿងសម្រាប់ចែកជូនពុកម៉ែបងប្អូនយើងដែលរស់នៅស្រុកខ្មែរអត់បញ្ហាទេឲ្យតែពុកម៉ែបងប្អូនអាចពាក់បានហ្នឹងហើយអញ្ចឹងការចេញចូលស្រុកអាមេរិកអីហ្នឹងមិនស្រួលទេណាពុកម៉ែបងប្អូនអញ្ចឹងបងប្អូនខ្លះក៏ឃើញមានបងប្អូនខ្មែរយើងទៅលេងស្រុកខ្មែរខពីអាមេរិកឆាតពីអាមេរិកទៅអូយកប្រហុកមកផងអូយកត្រីខមកផងអូយកស្អីគីមកផងកាពិមកផងហ្នឹងហើយក្តាមមកផងអីអត់បានទេពុកម៉ែបងប្អូនអារបស់សុយហ្នឹងគឺគេតឹងរឹងណាព្រោះស្រុកអាមេរិកគេគិតថាសុយហ្នឹងវាខូចគុណភាពអីឡាក់អញ្ចឹងទៅហើយជាពិសេសគឺរបស់ដែលរស់មានដូចជាក្តាមមានដូចជាខ្យងអីគឺគេអត់អាចឲ្យយកមកចូលក្នុងប្រទេសគេទេពុកម៉ែបងប្អូនជាពិសេសត្រីជាដើមណាបាទត្រីក្រៀមហ្នឹងត្រីយើងប្រឡាក់ហើយយើងអាចយកមកបានធ្វើម៉េចយើងវិចខ្ចប់ឲ្យសត្វណាតែបើបន្លែផ្លែឈើមានដូចជាផ្លែឈើមានគ្រាប់មានអីដើមគឺគេមិនឲ្យយកមកទេពុកម៉ែបងប្អូនសូម្បីតែផ្លែមានមួយគ្រាប់ក៏ដោយក៏គេមិនឲ្យយកចូលទឹកដីអាមេរិកដែរadmin ក៏មិនដឹងថាមូលហេតុអីដែរប្រហែលជាគេរឹតបន្តឹងគេមិនចង់ឲ្យមានពូជមានពីអេស៊ានមកដាំនៅលើទឹកដីអាមេរិកឡាក់អញ្ចឹងទៅភាគច្រើនគឺតឹងណាពុកម៉ែបងប្អូនហ្នឹងហើយมันងាយនឹងនាំចូលមកកាន់ទឹកដីអាមេរិកបានទេហើយខ្មែរយើងខ្លះគាត់ទៅលេងនៅស្រុកខ្មែរហ្នឹងមកវិញទៅគាត់ហ្នឹងហើយគាត់មានស្ករត្នោតផងហ្នឹងហើយអាណារបស់ដែលខ្មែរហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយមានប្រហុកអីចឹងទៅហើយមានត្រីងៀតអីចឹងទៅត្រីដែងប្រឡាក់អីចឹងទៅយកមកស្រុកអាមេរិកដោយសារតែគាត់ចង់ពិសាត្រីនៅស្រុកខ្មែរអញ្ចឹងណាពុកម៉ែបងប្អូនហើយនៅស្រុកអាមេរិកនេះមិនខ្វះត្រីទេគ្រាន់តែយើងចង់បានត្រីស្រុកខ្មែររសជាតិបែបខ្មែរអញ្ចឹងណាហ្នឹងហើយវីដេអូហ្នឹងប៉ុណ្ណាពុកម៉ែបងប្អូនចាំទស្សនាវីដេអូក្រោយទៀតអរគុណច្រើនចំពោះការតាមដានបាយ